បាទជំរាបសួរបងប្អូនអរគ្នាធ្វើមកជួបជាមួយខ្ញុំបាទសេនតារាទៀតហើយថ្ងៃនេះខ្ញុំណែនាំបងប្អូនមកមើលគម្រោងដែលបាទបញ្ចប់ជួយអតិថិជនតើគម្រោងហ្នឹងធំឬតូចបងប្អូនណានេះជាប្រភេទទ្វារក្បាច់អង្គរបងប្អូនណាហើយបើនិយាយទៅគឺប្រហែលជាមានតែមួយឯងគម្រោងមួយនេះហើយដែលខ្ញុំនិយាយអញ្ចឹងគឺគម្រោងមួយនេះគឺធំមែនតើហើយប្រភេទទ្វារក្បាច់អង្គរនេះគឺខ្ពស់ធំទៅតឹងទៅធំហើយក៏មាននាមឈ្មោះបរមនគរបងប្អូនណាហើយជាទ្វាររបស់ក្រុមហ៊ុនវិញហេរចនាដែលស្មិតបាទជាម្ចាស់ដើមតែម្ដងអតិថិជនខ្ញុំបានកំងនៃប្រភេទទ្វារបរមនគរនេះបងប្អូនណាមិនមែនមានតែមួយទេបងប្អូនណាទ្វារពីរហើយថែមទ្វារទូចមួយទៀតហើយជាពិសេសបងប្អូនណាក៏បានបន្ថែមនៃចម្រឹងលើលបងបងប្អូនណាបាទប្រភេទក្បាច់អង្គរនេះគ្នាណាចម្រឹងលើលបងមកជួបពីមុខផ្ទះគាត់តែម្ដងណាប្រភេទចម្រឹងលើលបងក្បាច់អង្គរនេះហើយឲ្យស៊ីស័កសមជាមួយនឹងកពូទ្វារនៃគឺបរមនគររបស់យើងបងប្អូនណាតែជាពិសេសបងប្អូនណាគាត់ស្លែកផ្ការរំដួលមែនទែនបាទគាត់ចាប់ប្រភេទផ្ការរំដួលរបស់យើងនេះគឺដាក់តាមប្រឡងជាងគាត់តាមសួនរបស់គាត់មកក្រងក្របផ្ការរំដួលគឺយើងមើលទៅគឺស្រស់ស្អាតមែនទែនហើយពណ៌របស់គាត់ក៏រឹសស៊ីជាមួយនឹងពណ៌ទ្វារមែនទែនដល់ស្អីរបស់ក៏ប្រើប្រភេទជាពណ៌សហើយទ្វាររបស់យើងប្រភេទជាខ្មៅទឹកមាសអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅមើលទ្វារនៅមួយជំហានទៀតបាទនេះជាប្រភេទទ្វារតូចគឺយើងលក្ខណៈប្រើជាប្រភេទក្បាលខាត់ហើយក្បាច់ក៏ដូចគ្នាវាធំដែរបាទការប្រើប្រាស់ស្រួលបងប្អូនណាទ្វារតូចបាទទីស្រួលប្រើមែនទែនហើយនេះជាប្រភេទទ្វាររបងទី2នេះគឺតឹងទៅធំជាងគេហើយបងប្អូនណាខ្ញុំគិតថាមានតែគម្រោងមួយនេះទេនៅស្រុកខ្មែរបាទអត់មានគម្រោងផ្សេងទេគម្រោងមួយនេះគឺគាត់ជឿជាក់លើក្រុមហ៊ុនមែនទែនគាត់មិនថាកំងទ្វារមួយកំងរហូតដល់ទៅ2ទ្វារថែមទ្វារតូចមួយទៀតថែមទាំងចម្រឹងទៀតហើយកាយងារក្នុងផ្ទះទៀតនិយាយចំគឺគាត់ទុកចិត្តតែម្ដង